Trong phút tí mùi, ca trìm khuôn muốn bê lao nghỉ dây chỉ xa thế ràng nạ. Việc xâm đây cứ chia ẩm nạt. Pru viết át bình chó phạt đó nâng bằng không ai nẹ đột tế thua với mùi bàn. Vì át chua mà lúc nào mà nẹ ở ngược chân bê ở ràng mặc rắc. Hai cho một căn ở ràng lõ rồi bắt nẹ bàn. Nơi không trong phục ní, dân nâng sắp xa ông bê thiệp xăm đo sầm khăn bóng phót. Nơi ca lang khăn xanh cả cà thán, rư nghỉ dây chỉ xa thế ràng nạ rồi bỏ dường. Đã thiết xăm mùi nút cứ tu sân đi cái chân. Dương có năng sức xa ông bì gà ta chỉ tràn xem tiết phòng đại. Đôi chỉ ca cầm nát cần lạnh để nẹ nâng trâu nì dây chỉ đàm. Mắn bê để nẹ chập đàm là nì dây nơi bì mốc tu sân đi cái chân. Nẹ trâu tè xua nâng chlai xâm nua đó xâm khăn tên bì ní chỉ muốn sân thả. Tao nhâm nì dây từ căn nẹ ná. Hát ở vây ban chỉ nhâm nì dây từ căn phụ kế. Các tụi ban chùm lai nơi xâm nua tên bì ní. Nâng đá tua giang sầm khăn khăn ca cầm nátประเภท សង្ឃរកថា ដែលអ្នកនឹងនិយាយ រួមទាំងការរៀបចំខ្លឹមសារសង្ឃរកថា និងវិធីសាស្ត្រក្នុងការផ្ដល់សង្ឃរកថាផងដែរ តាមការពិតទៅ មានមូលហេតុជាច្រើនដែលតម្រូវឲ្យអ្នកថ្លែងសង្ឃរកថា ឬនិយាយជាសាធារណៈ ក្នុងនោះអ្នកប្រហែលជាត្រូវធ្វើវាដោយសារអ្នកជាសិស្សឬនិស្សិតដែលរៀនផ្នែកទំនាក់ទំនងសាធារណៈដោយផ្ទាល់ ដូច្នេះមូលហេតុដែលអ្នកឡើងទៅផ្ដល់សង្ឃរកថា គឺដោយសារតែអ្នកចង់ទទួលបានជោគជ័យក្នុងនាមជាសិស្សម្នាក់ ស្ថានភាពបែបនេះនឹងកំណត់បានថាទស្សនិកជនរបស់អ្នកគឺជាសិស្សដទៃទៀតដែលរៀននៅក្នុងថ្នាក់ជាមួយនឹងអ្នកព្រមទាំងសាស្ត្រាចារ្យដែលកំពុងបង្រៀនអ្នកផងដែរជាការពិតណាស់ក្នុងស្ថានភាពបែបនេះអ្នកប្រកាសថាជាចង់ឲ្យសាស្ត្រាចារ្យរបស់អ្នកពេញចិត្តនឹងសង្ឃរកថាដែលអ្នកបានផ្ដល់ដោយសារតែបន្ទុកដែលអ្នកទទួលបាននឹងជាអធិពលដែលផ្ទាល់លើលទ្ធផលនៃការសិក្សារបស់អ្នកទោះជាយ៉ាងណាក៏ដោយសូមកុំបណ្ដោយឲ្យចំណងនៃការទទួលបានបន្ទុកល្អរារាំងដល់ការបញ្ចេញមតិផ្ទាល់ខ្លួនរបស់អ្នកឲ្យសោះប្រសិនបើអ្នកបានធ្វើតាមការណែនាំនៅក្នុងសៀវភៅមួយនេះអំពីរបៀបបង្កើតនិងផ្ដល់សង្ឃរកថាដ៏ល្អមួយនោះជំនាញរបស់អ្នកនឹងកាន់តែមានភាពលេចធ្លោហើយអ្នកក៏នឹងទទួលបានបន្ទុកដែលអ្នកចង់បានផងដែរពេលខ្លះទៀតអ្នកប្រហែលជាត្រូវឡើងថ្លែងសង្ឃរកថាជានិយាយជាសាធារណៈដោយសារតែគេតម្រូវឲ្យអ្នកធ្វើជាក់ស្ដែងដូចជាការឡើងនិយាយនៅក្នុងពិធីអាពាហ៍ពិពាហ៍របស់មិត្តភក្តិឬនិយាយនៅក្នុងពិធីអ្វីមួយដែលអ្នកបានចូលរួមជាដើមនៅក្នុងករណីមួយនេះទស្សនិកជនរបស់អ្នកគឺជាកូនកំលោះកូនក្រមុំនិងភ្ញៀវដទៃទៀតដែលមានវត្តមាននៅក្នុងកម្មវិធីឬសមាជិកផ្សេងទៀតថ្មីត្បិតតែអ្នកមិនទទួលបានបន្ទុកប៉ុន្តែគោលបំណងរបស់អ្នកគឺចង់ឲ្យអ្នកចូលរួមទាំងអស់ពេញចិត្តនឹងសង្ឃរកថាដែលអ្នកកំពុងផ្ដល់ទៅឲ្យពួកគេហើយអ្នកក៏ចង់ឲ្យពិធីមង្គលការឬពិធីផ្សេងដែលអ្នកបានចូលរួមនោះមានភាពសប្បាយរីករាយដែលបង្កឡើងពីការសន្ទនាគ្នាអំពីប្រធានបទដែលពួកគេចាប់អារម្មណ៍ផងដែរតាមរយៈការឆ្លើយសំណួរអ្នកណានិងហេតុអ្វីវានឹងផ្ដល់ទៅឲ្យអ្នកនៅគំនិតក្នុងការឆ្លើយសំណួរបន្តបន្សំមួយចំនួនទៀតផងដែរដូចជាតើប្រធានបទមួយណាដែលសមរម្យឬស័ក្តិសមចំពោះឱកាសដែលអ្នកចូលរួមតើអ្នកគួរនិយាយយូរប៉ុណ្ណាតើអ្នកគួរប្រើសំឡេងបែបណានៅក្នុងការសន្ទនាគ្រប់សំណួរទាំង3ខាងលើសុទ្ធតែតម្រូវឲ្យអ្នកឆ្លើយហើយអ្នកអាចស្វែងយល់អំពីវាបន្ថែមទៀតនៅពីក្រោយប៉ុន្តែសំណួរដំបូងនិងសំខាន់បំផុតដែលអ្នកមិនគួរមើលរំលងនោះគឺអ្នកណានិងហេតុអ្វីមិនត្រឹមតែប៉ុណ្ណោះការស្វែងយល់អំពីរបៀបលើកទឹកចិត្តខ្លួនឯងក្នុងការនិយាយជាសាធារណៈនឹងជួយអ្នកឲ្យយកឈ្នះលើអារម្មណ៍តានតឹងបានដោយសារតែអ្នកនឹងត្រូវជួបប្រទះបញ្ហាមួយនេះនៅពេលដែលអ្នកឡើងនិយាយនៅចំពោះមុខទស្សនិកជនជាច្រើនអ្នកហើយប្រសិនបើអ្នកបានដឹងថាអ្នកណាដែលនឹងតម្រូវមកស្ដាប់ការនិយាយរបស់អ្នកវានឹងរឹតតែល្អប្រសើរព្រោះអ្នកអាចជាក៏ដឹងមុនអំពីការឆ្លើយតបរបស់ពួកគេចំពោះការនិយាយរបស់អ្នកនៅពេលដែលអ្នកមានអារម្មណ៍តានតឹងវិធីសាស្ត្រលើកទឹកចិត្តខ្លួនឯងដ៏មានប្រសិទ្ធភាពមួយគឺអ្នកត្រូវផ្ដោតការយកចិត្តទុកដាក់លើបុព្វហេតុនៃការថ្លែងសង្ឃរកថាដែលអ្នកកំពុងផ្ដល់ឲ្យទៅទស្ស
និកជនហើយប្រើបបិហេតុនោះជាផលប្រយោជន៍មកឲ្យអ្នកវិញសូមអរគុណ